មានខូតមួយគេសរសេរថាការសងសឹកដ៏ល្អបំផុតគឺរស់ឲ្យល្អជាងមនុស្សដែលធ្លាប់ប្រមាថមើលងាយយើងខ្ញុំអានខូតមួយនេះហើយខ្ញុំចាប់អារម្មណ៍ខូតនេះមែនទែនខូតមួយនេះគឺបង្ហាញយើងឲ្យចេះរឹងមាំជាមួយនឹងសភាពការជីវិតរបស់យើងមែនទែននៅពេលដែលគេមើលងាយប្រមាថមកលើយើងត្រូវចេះទាញសភាពការទាំងអស់ហ្នឹងឲ្យកើតជាកម្លាំងដើម្បីវិវត្តខ្លួនឯងទៅមុខពេលខ្លះវាឈឺចាប់មែនទែននៅពេលដែលគេប្រមាថមើលងាយយើងប៉ុន្តែបើសិនជាយើងចំណាយពេលវេលាចំណាយអារម្មណ៍ឬក៏ទន់តូទៅតាមពាក្យប្រមាថមើលងាយទាំងអស់ហ្នឹងយើងប្រហែលជាមិនអាចរីកចម្រើនទៅមុខបានទេបើគេប្រមាថមើលងាយយើងត្រូវតែចេះឈឺចាប់ជារឿងពិតមួយយើងត្រូវតែចេះឈឺចាប់មនុស្សខ្លះមានទស្សនៈមួយថាកុំឈឺចាប់ជាមួយនឹងសម្ដីអ្នកដទៃពេលខ្លះទស្សនៈមួយនឹងវាធ្វើឲ្យយើងខ្សោយទៅវិញទេគេប្រមាថយើងត្រូវតែឈឺចាប់ត្រូវតែចងចាំអត់មានរឿងអត់ឈឺចាប់ទេគេប្រមាថមើលងាយយើងត្រូវតែឈឺចាប់គ្មានការឈឺចាប់គ្មានការរើបំរាស់ទេគ្មានការឈឺចាប់គ្មានការចងចាំទេគេប្រមាថយើងត្រូវតែចងចាំគេប្រមាថយើងត្រូវតែឈឺចាប់ហើយកុំឲ្យគេប្រមាថយើងម្ដងហើយម្ដងទៀតទៅលើរឿងដដែលហ្នឹងចេះឈឺចាប់ចេះកែប្រែចេះវិវត្តខ្លួនយើងទេជាអ្នកចំណេញគេប្រមាថយើងតែចុងក្រោយយើងជាអ្នករីកចម្រើនច្រើនជាងមុនកែច្នៃការប្រមាថមើលងាយឲ្យទៅជាកម្លាំងចិត្តនៅលើโลกនេះមានតែមនុស្សមានលទ្ធផលទេទើបគេទទួលស្គាល់យើងគេប្រមាថយើងត្រូវតែចាំទុកតែកុំខាតអារម្មណ៍កុំខាតពេលកុំមិនដោយឲ្យខ្លួនឯងលងនឹងពាក្យមើលងាយទាំងអស់ហ្នឹងច្នៃវាឲ្យទៅជាកម្លាំងចិត្តច្នៃវាឲ្យទៅជាធម៌ពលខំប្រឹងងើបពីកន្លែងដែលគេមើលងាយយើងហ្នឹងហើយត្រូវចាំថាសំឡេងដែលមើលងាយយើងហ្នឹងវានឹងរសាត់បាត់ទៅនៅពេលដែលយើងធ្វើការងាររបស់យើងមានលទ្ធផលល្អបំផុត